รับเนี่ยได้កំពុងតែប្រើប្រាស់កម្មវិធី Microsoft PowerPoint មួយចំនួនប្រហែលជាមិនទាន់បានដឹងទេមើលទៅអូខេអញ្ចឹងសូមតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាជំរាបសួរបងប្អូននិងប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងចែករំលែកនៅគន្លឹះ Export Slide ក្នុង Microsoft PowerPoint ឲ្យទៅជាវីដេអូបានយ៉ាងងាយស្រួលដោយពុំចាំបាច់ត្រូវការកម្មវិធីជំនួយពីខាងក្រៅឡើយជំហានទី1សូមបើកឯកសារណាមួយនៃកម្មវិធី PowerPoint ដែលបងប្អូនត្រូវការបំប្លែងឲ្យទៅជាវីដេអូនោះជំហានបន្ទាប់បាទជំហានទី2គឺសូមបងប្អូនមើលនៅកែងខាងលើឆ្វេងនៃ file របស់បងប្អូនរួចចុចនៅលើពាក្យ file បាទនៅឯកសារហើយចុចនៅលើពាក្យ file ម្ដងទៀតណាគឺចុចនៅលើពាក្យ file នេះហើយបន្ទាប់មកមកមើលពាក្យថា exportចឹងឃើញវាហើយសូមចុចនៅលើពាក្យ export បន្តមកទៀតមើលនៅខាងស្ដាំយើងនឹងឃើញពាក្យ create a video ចឹងសូមចុចលើ create a video មកបាទចឹងនេះជំហានទី2គឺបន្ទាប់ពីយើងចុច file បន្តមក export រួច create a video មកដល់ទីនេះនៅក្នុងនេះគឺជាចំណុចដែលបងប្អូនត្រូវធ្វើការកំណត់មួយចំនួនជំហានទី3ធ្វើការកំណត់មុខងារមួយចំនួនអូខេអញ្ចឹងចូលមកដល់ទីនេះយើងចាប់ផ្ដើមធ្វើការកំណត់នៅមុខងារមួយចំនួនទី1នៅត្រង់នេះគឺបងប្អូនអាចជ្រើសរើសនៅទំហំវីដេអូដែលបងប្អូនត្រូវការបំប្លែងវាអញ្ចឹងអាចមានជម្រើស1 2 3 4 5នេះគឺអាចបំប្លែងវារហូតទៅដល់ 4K ឯណោះប៉ុន្តែវាអាស្រ័យទៅលើទំហំផ្ទុកនៃកុំព្យូទ័រកម្លាំងរបស់កុំព្យូទ័របងប្អូនដែរណាអញ្ចឹងខ្ញុំសូមជ្រើសយក Full HD 1880នេះបន្តមកទៀតនៅចំណុចទី2នេះគឺបងប្អូនអាចជ្រើសរើសយកការបញ្ចូលសំឡេងឬក៏គ្មានសំឡេងអញ្ចឹងបើសិនជាមិនត្រូវការបញ្ចូលសំឡេងនៅក្នុង slide ទេគឺអាចទុកវាអញ្ចឹងមកណានេះគឺកំណត់បែបហ្នឹងមកមានថាគឺ microphone នេះគឺបិទតែបើន័យថាអត់មានសំឡេងទេប្រសិនបើបងប្អូនជ្រើសរើសគ្មានសំឡេងអញ្ចឹងនៅត្រង់ second span on each slide នៅទីនេះបងប្អូនអាចកំណត់រយៈពេលដែលតម្រូវឲ្យ slide នីមួយៗនឹងវាដំណើរការតើវាដំណើរការរយៈពេលប្រហែលអញ្ចឹងអាចកំណត់ណាកន្លែងនេះកំណត់ជាវិនាទីមកគឺ second span on each slide មានន័យថារយៈពេលដែលកំណត់នៅលើ slide នីមួយៗតើឲ្យវាដំណើរការរយៈពេលប្រមាណវិនាទីឬក៏ប្រមាណនាទីរួចរាល់ហើយជ្រើសរើសយក create video អូខេប៉ុណ្ណឹងប៉ុន្តែសម្រាប់បងប្អូនដែលត្រូវការបញ្ចូលសំឡេងអញ្ចឹងសូមចុចជ្រើសរើសនៅទីនេះសូមជ្រើសយក record timing and narration អូខេអញ្ចឹងសូមជ្រើសរើសយក record timing and narration នេះដើម្បីបង្ហាញអំពីរបៀបនៃការបញ្ចូលសំឡេងទៅក្នុង slide បាទឥឡូវវាបង្ហាញមកដល់ slide របស់បងប្អូនគឺ slide ទី1អញ្ចឹងសូមមើលមុខងារមួយចំនួននៅទីនេះបាទនៅទីនេះសូមមើលខាងក្រោមនេះគឺកាមេរ៉ាបើសិនបើបងប្អូនចង់ថតជាមួយនឹងកាមេរ៉ាមុខរបស់បងប្អូនសូមចុចនៅទីនេះមកហើយនេះគឺ microphone បើវាបិទដោយកាមេរ៉ាសូមចុចបើកវាវិញមកនឹងដំបូងគឺសូមបើកកន្លែងនេះដើម្បី record ទៅមានសំឡេងរបស់បងប្អូនហើយតមកទៀតមើលនៅខាងលើស្ដាំនេះយើងឃើញមានរូប microphone និងសញ្ញាសោអញ្ចឹងចុចលើវាហើយជ្រើសយក microphone real audio នេះមកបាទបងប្អូនអាចជ្រើសយកអាហ្នឹងមកដើម្បីឲ្យវាឮសំឡេងប៉ុន្តែសូមតេស្តជាមួយនឹងកុំព្យូទ័ររបស់បងប្អូនទៅអាចតេស្តសាកល្បងមើលទៅជ្រើសរវាងពីរនេះណាអញ្ចឹងសម្រាប់កុំព្យូទ័ររបស់ខ្ញុំគឺជ្រើសយក microphone real audio នេះអូខេអញ្ចឹងខ្ញុំជ្រើសយកអាហ្នឹងបាទបន្តមកទៀតសូមមើលនៅពេលដែលបងប្អូនចុចវាទៅវានឹងចាប់ដើមធ្វើការ record ហើយនៅពេលដែលបងប្អូនត្រូវការឈប់ record គឺចុចនៅលើ stop បន្តមកទៀតអាចស្ដាប់នៅអ្វីដែលបងប្អូនទើបតែ record មិញហ្នឹងអាចចុចនៅលើមុខងារ replay បាទខ្ញុំសូមបញ្ជាក់មួយទៀតណាបន្ទាប់ពីបងប្អូនធ្វើការ record ហើយនេះនៅត្រង់សញ្ញាខ្វែងកន្លែង microphone មិញនេះបងប្អូនចុចលើវានឹងមានជម្រើស2ទី1បើស្ដាប់ការ record ហើយគឺថាអត់ពេញចិត្តទេសម្រាប់ slide មួយនេះគឺបងប្អូនអាចមានជម្រើស clear recording on current slide បើន័យថានឹងលុបការថតនៅក្នុង slide មួយនេះប៉ុន្តែបើបងប្អូនថតចប់ហើយ
មើលទៅចង់លុបវាវិញលុបអា slide ទាំងអស់ដែលបាន record វិញគឺអាចមានជំរើសចុចនៅលើ clear recording on all slide អានេះគឺលុបរាល់ការថតគ្រប់ slide ទាំងអស់ដែលបងប្អូនបានថតអូខេអញ្ចឹងមានមុខងារប៉ុណ្ណេះអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើការ record ដោយចុចលើប៊ូតុង record នេះបាទឥឡូវវាដំណើរការ record ហើយណា how to export PowerPoint slide to video អញ្ចឹងនេះគឺនីតិវាចាប់ផ្ដើម load បាទកន្លែងនេះគឺនីតិចាប់ផ្ដើម load បង្ហាញហើយនៅទីនេះគឺបងប្អូនអាចប្រើប្រាស់ big ធ្វើការគូស highlight ឬលុបតាមធ្វើបទបង្ហាញរបស់បងប្អូនមកអូខេអញ្ចឹងនៅពេលដែលចប់ហើយបងប្អូនអាចចុចបន្តទៀតទៅ slide ទី2ឬក៏បងប្អូនអាចចុច pause អត់តន់បញ្ឈប់ការ record ទេគ្រាន់តែផ្អាកវាសិនណាផ្អាកវាសិនហើយអាចចុច record ម្ដងទៀតដើម្បីដំណើរការបន្តទៀតទៅប៉ុន្តែបើ slide នេះបងប្អូនបានបញ្ចូលសំឡេងបានធ្វើបទបង្ហាញចប់រួចរាល់ហើយអាចចុច stop record អូខេអញ្ចឹងពេលដែល stop ហើយអាចសាកល្បងស្ដាប់បានបាទឥឡូវវាដំណើរការ record ហើយបាទនេះ how to export PowerPoint slide to video បាន record អ្វីដែលបងប្អូនបាននិយាយសដងគឺនីតិវាចាប់ផ្ដើម load បាទកន្លែងនេះគឺនីតិចាប់ផ្ដើម load បង្ហាញហើយនៅទីនេះគឺបងប្អូនអាចប្រើប្រាស់ big អូខេអញ្ចឹងខ្ញុំសូមផុសវាវិញហើយបើបងប្អូនបាន stop record មិញហើយធ្វើការ replay អញ្ចឹងខ្ញុំសូម stop replay បាទខ្ញុំចុចលើ stop replay ដើម្បីឲ្យវា load ប៊ូតុង record បន្តទៀតអញ្ចឹងបន្តទៀតខ្ញុំអាច move ទៅ slide បន្ទាប់បាទហើយខ្ញុំចុច record បន្តទៀតមកបាទធ្វើដូចមុនអញ្ចឹងទៅហើយចាប់ដើមបញ្ចូលសំឡេងបងប្អូនធ្វើបទបង្ហាញទៅដើម្បី export video ដើម្បី export file PowerPoint របស់បងប្អូនឲ្យទៅជាវីដេអូជំហានទី1គឺបងប្អូនចុចទៅលើ file នេះបន្ទាប់មកចុចលើ export រួចជ្រើសរើស create a video ហើយនៅទីនេះគឺបងប្អូនអាច create a video បាទជ្រើសយក create a video អូខេប៉ុណ្ណឹងណាខ្ញុំសូមបញ្ចប់ការ record នេះបាទអញ្ចឹងដូចបានបញ្ជាក់មិញថាឧទាហរណ៍ថាឥឡូវខ្ញុំបើកស្ដាប់សិនណាបើកស្ដាប់តិចសិនដើមបញ្ចូលសំឡេងបងប្អូនធ្វើបទបង្ហាញទៅដើម្បីអូខេគឺ record បានហើយពេលស្ដាប់ទៅខ្ញុំគិតថាដូចជាអត់ឆ្លាញ់ទេដូចអត់ពេញចិត្តទេអញ្ចឹងខ្ញុំសូមលុបសូមទៅចុចលើខ្វែងនេះណាចុចលើសញ្ញាខ្វែងនេះគឺយើងចុច stop replay សិន stop replay ហើយយើងចុចសញ្ញាខ្វែងនេះចឹងវាចាប់ដើមបង្ហាញមុខងារហើយគឺ clear recording on current slide clear recording on all slide អញ្ចឹងនេះខ្ញុំលុបតែអ្វីដែលខ្ញុំមក record ក្នុង slide ហ្នឹងឯងអញ្ចឹងអាចចុចលើ clear recording on current slide ប៉ុន្តែមិញខ្ញុំបាន record នៅ slide ទី1ដែរអញ្ចឹងបើចង់លុបទាំងអស់ជ្រើសយក clear recording on all slide អូខេអញ្ចឹងខ្ញុំលុបបាទខ្ញុំ replay គឺអត់មានទេដោយសារតែខ្ញុំបានលុបការ record នឹងចោលហើយអញ្ចឹងគឺស្ដាប់ទៅគឺអត់មានទេណាអត់មានទេអូខេហើយយើងអាចចុចទៅ slide បន្ទាប់ហើយធ្វើការ record ទៅតាមខ្លឹមសារនៃ slide អ្វីដែលបងប្អូនចង់ធ្វើបទបង្ហាញនោះទៅបាទបន្ទាប់ពីធ្វើបទបង្ហាញ record ចប់អស់ហើយគឺបងប្អូនអាចចូលមកចុច close កម្មវិធីហ្នឹងបាទចុចបិទមកវានឹងនាំបងប្អូនត្រឡប់មកទីតាំងដើមដែលបងប្អូនកំណត់នេះវិញអញ្ចឹងមកដល់ទីនេះត្រង់ second spend on each slide នេះមិនបាច់កំណត់អីទៀតទេដោយសារវាបានកំណត់ automatic ដោយស្វ័យប្រវត្តិនៅពេលដែលបងប្អូនបាន record slide មិញរួចហើយជំហានបន្ទាប់នេះសូមចុចលើ create video នេះទៅអូខេអញ្ចឹងវាបាននាំបងប្អូនទៅរក folder ដែលបងប្អូនត្រូវការរក្សាទុកនៅវីដេអូដែលបាន export ទៅមិញហ្នឹងហើយវា export ជា MPEG-4 video បាទនេះវីដេអូហ្នឹងឬអាចបងប្អូនអាចកំណត់ទៅជា Windows Media Video ក៏បានដែរអូខេហើយជ្រើសរើស folder ដែលបងប្អូនត្រូវការ export ចូលទៅបន្ទាប់មកធ្វើការចុច save ឥឡូវខ្ញុំឧទាហរណ៍នេះតមកចុច save អញ្ចឹងនៅទីនេះវាចាប់ផ្ដើម export slide របស់បងប្អូនទៅជាវីដេអូហើយ
វា export យឺតឬក៏លឿនវាអាស្រ័យទៅលើរយៈពេលដែលបងប្អូនបាន record ក៏ដូចជាទំហំវីដេអូដែលបងប្អូនបានជ្រើសរើសដូច្នេះបងប្អូនអាចរងចាំរហូតដល់វាបាន export ចប់រួចរាល់ឥឡូវនេះវីដេអូបាន export រួចរាល់ហើយអញ្ចឹងអាចចូលទៅបើកវីដេអូនោះតេស្តមើលបានបាទនេះវីដេអូនេះដែលខ្ញុំដាក់ឈ្មោះថា how to នេះទំហំវាតែ6 megabyte ទេអូខេអញ្ចឹងបើកតេស្តមើលទៅបាទឥឡូវវាដំណើរការ record ហើយណា how to export គឺបាទនេះជានៅទីនេះបាន record មិញណាអូខេអញ្ចឹងវាបានបំលែងបាន export ទៅជាវីដេអូអញ្ចឹងអាចចូលទៅមើល slide មិញនេះបាទ slide មិញនេះគឺខ្ញុំបាន record ហើយយើងអាច save វាទុកសំឡេងដែលបាន record ហើយវានៅទីនេះណាយើងអាចលុបវាចោលឬមួយក៏យើងអាចទុកវាដដែលនឹងទៅអញ្ចឹង slide ទី1ខ្ញុំបាន record ហើយខ្ញុំរក្សាទុកចំពោះ slide ទី2នេះខ្ញុំ record ហើយខ្ញុំបានលុបចោលហើយ slide ទី3នេះខ្ញុំអត់បាន record ទេបាទដូច្នេះសូមអរគុណចំពោះការចំណាយពេលមើលវីដេអូនេះអ្នកដែលមិនទាន់បាន subscribe សូមចុច subscribe រួចចុច like និង share វីដេអូនេះផងសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត